លោកគ្រូអ្នកគ្រូទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញពីមេរៀនមួយទាក់ទងទៅនឹង Notebook LM អញ្ចឹង Notebook LM លោកគ្រូអ្នកគ្រូអាចចូលតាមបានពីរជំហានបាទពីរប្រភេទទី1លោកគ្រូអ្នកគ្រូវាយពាក្យថាបាទ Notebook LM.google.com អញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលទៅ Notebook LM តាមរយៈវិធីនេះបានបាទវិធីមួយទៀតលោកគ្រូអ្នកគ្រូបាទងាកមកមើលនៅរបស់យើងនៅពេលដែលលោកគ្រូអ្នកគ្រូចូលបានប៉ុណ្ណេះហើយលោកគ្រូអ្នកគ្រូងាកមកមើលខាងស្ដាំដៃហើយផ្នែកខាងលើអញ្ចឹងលោកគ្រូអ្នកគ្រូឃើញចំណុចទាំង9នេះហើយនៅពេលដែលយើងដាក់ cursor នៅលើវាលោតពាក្យថា Google App អញ្ចឹងលោកគ្រូអ្នកគ្រូរើសចំណុចហ្នឹងមកហើយលោកគ្រូអ្នកគ្រូអូសទៅខាងក្រោមស្វែងរកពាក្យ Notebook LM បាទដោយលោកគ្រូអ្នកគ្រូបានឃើញនៅក្នុងវីដេអូអញ្ចឹងខ្ញុំសូមជ្រើសរើសយកវិធីនេះដើម្បីងាយស្រួលអញ្ចឹងឥឡូវយើងចុចជ្រើសរើសយក Notebook LM បាទអញ្ចឹងលោកគ្រូអ្នកគ្រូចូលបានប៉ុណ្ណេះដោយសារតែផ្ទាំងរបស់ខ្ញុំបានប្រើប្រាស់ហើយអញ្ចឹងលោកគ្រូអ្នកគ្រូចូលមកអត់បានឃើញផ្ទាំងខាងក្រោមនេះដូចរបស់ខ្ញុំទេអញ្ចឹងគ្រូឃើញនៅខាងលើអញ្ចឹងជំហានដំបូងលោកគ្រូចូលទៅ create new បាទដោយលោកគ្រូអ្នកគ្រូបានឃើញនៅក្នុងវីដេអូអញ្ចឹងយើងជ្រើសរើសយកពាក្យ create new បាទអញ្ចឹង Notebook LM គឺយើងបង្កើតវាទៅតាមផ្នែកហើយនៅពេលដែលយើងដាក់source ចូលទៅក្នុង Notebook LM នៅពេលដែលលោកគ្រូអ្នកគ្រូសួរទៅវាដកចម្លើយចេញទៅពីនៅក្នុង source ដែលលោកគ្រូអ្នកគ្រូដាក់ចូលឯងអញ្ចឹងចម្លើយក្រៅពីហ្នឹងគឺវាអត់ដាក់ចូលនៅក្នុងចម្លើយដែលលោកគ្រូចង់បានទេអញ្ចឹងមានន័យថាចម្លើយដែលលោកគ្រូសួរទៅគឺវាចំគោលដៅដែលលោកគ្រូអ្នកគ្រូចង់បានអញ្ចឹងដូចជា AI ផ្សេងដែលលោកគ្រូអ្នកគ្រូប្រើប្រាស់មានន័យថានៅពេលដែលលោកគ្រូអ្នកគ្រូសួរសំណួរទៅចម្លើយវាគឺវាទូលំទូលាយពេលខ្លះវាអត់ចំអ្វីដែលយើងចង់បានឧទាហរណ៍ដែលយើងចង់បានចម្លើយនៅក្នុងសៀវភៅពុម្ពថ្នាក់ទី6មេរៀនទី5អញ្ចឹងទៅអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូសួរទៅចម្លើយវាអាចចេញពីសៀវភៅកម្រិតខ្ពស់ជាងហ្នឹងឬក៏ចម្លើយផ្សេងទៀតអញ្ចឹងប៉ុន្តែបើសិនជាលោកគ្រូប្រើប្រាស់ Notebook LM នៅក្នុងការទាញរកចម្លើយគឺវាដកស្រង់ចេញអំពីតែសៀវភៅដែលលោកគ្រូបានដាក់ចូលទេបាទអញ្ចឹងជំហានដំបូងគឺលោកគ្រូអ្នកគ្រូបើកមកផ្ទាំងបែបនេះឥឡូវខ្ញុំសូមឧទាហរណ៍ទៅ upload file ចូលបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូ upload file ចូលលោកគ្រូអ្នកគ្រូទៅរើស file ដែលលោកគ្រូអ្នកគ្រូចង់ដាក់ថានៅតាណា file ដែលលោកគ្រូអ្នកគ្រូផ្ទុកខ្ញុំទៅរើសសៀវភៅភាសាខ្មែរថ្នាក់ទី6បាទអញ្ចឹងលោកគ្រូអ្នកគ្រូឃើញផ្ទាំងដូចនៅខាងឆ្វេងដៃនេះបាទអញ្ចឹងមានន័យថាបើលោកគ្រូអ្នកគ្រូ add សៀវភៅផ្សេងទៀតចូលអញ្ចឹងទិន្នន័យគឺវាទាញពីសៀវភៅនឹងដូចគ្នាប៉ុន្តែយើងអាចមានការកំណត់ថាចង់ឲ្យវាទាញពីសៀវភៅមួយណាដែលលោកគ្រូអ្នកគ្រូផ្ទុកឧទាហរណ៍ថាលោកគ្រូអ្នកគ្រូផ្ទុកចំនួន5ក្បាលចូលក្នុងsource របស់យើងអញ្ចឹងនៅពេលដែលយើងសួរយើងអាច select source ណាមួយដែលលោកគ្រូអ្នកគ្រូចង់បានទៀតបាទអញ្ចឹងយើងរងចាំតិចទៅដោយសារតែសៀវភៅរបស់យើងមានទំហំធំអញ្ចឹងការ upload របស់យើងក៏មានរយៈពេលយូរដែរអញ្ចឹងលោកគ្រូអ្នកគ្រូនៅពេលដែល file យើងបាន upload ចប់អញ្ចឹងលោកគ្រូអ្នកគ្រូចង់ add សៀវភៅជា source បន្តទៀតជា link YouTube ជាអក្សរអីគឺលោកគ្រូអ្នកគ្រូអាចចុចទៅលើ add source នេះដែលលោកគ្រូអ្នកគ្រូបានឃើញនៅកន្លែងនេះអញ្ចឹងកន្លែងនេះលោកគ្រូអ្នកគ្រូចុចលើ add source ហើយលោកគ្រូអ្នកគ្រូ upload file ចូលដាក់តារាយចូលឬក៏ copy ជា text ជាអត្ថបទអក្សរដែលលោកគ្រូអ្នកគ្រូសរសេរចូលឬក៏ដាក់ link YouTube ចូលអញ្ចឹងទិន្នន័យដែលពេលដែលលោកគ្រូអ្នកគ្រូសួរគឺវាទាញចេញទៅពីហ្នឹងមកហើយបាទបន្តមកទៀតឧទាហរណ៍ថាខ្ញុំសួរសំណួរថាតើនិតនិងនួនត្រូវជាអ្វីនឹងគ្នាបាទអញ្ចឹងសំណួរនេះគឺខ្ញុំអត់បានបញ្ជាក់ថានៅទំព័រទីប៉ុន្មានមេរៀនប៉ុន្មានទេប៉ុន្តែដោយសារខ្ញុំបានដាក់sourceបាទជាសៀវភៅទៅ
សម្រាប់ឲ្យវាទាញចេញអញ្ចឹងកន្លែងនេះបើសិនលោកគ្រូមានច្រើន file គ្រូចង់វាទាញពី file ណាគឺលោកគ្រូចុច tick លើហ្នឹងមកដោយសារខ្ញុំមានតែមួយ file អញ្ចឹងខ្ញុំ tick តែមួយទេអញ្ចឹងបើមាន5 file ផ្សេងគ្នាអញ្ចឹងលោកគ្រូចង់បានទាញពីសៀវភៅណាមួយយើង tick លើសៀវភៅហ្នឹងសៀវភៅណាដែលយើងអត់ចង់បានយើងចុចដោះ tick វាវិញបាទអញ្ចឹងលោកគ្រូចាំមើលទាំងអស់គ្នាតើចម្លើយរបស់វាត្រឹមត្រូវដែរឬទេបាទអញ្ចឹងចម្លើយវាចេញមកយោងតាមឯកសារនិតនិងនួនគឺជាបងប្អូនបង្កើតនឹងគ្នាហើយវាប្រាប់ទៀតថានៅទំព័រទី17ក្នុងនោះនិតគឺជាបងចំណែកនួនគឺជាប្អូនបាទអញ្ចឹងលោកគ្រូឃើញថាចម្លើយរបស់សំណួររបស់យើងគឺឆ្លើយបានត្រឹមត្រូវមែនទែនបាទហើយមានសំណួរបន្តទៀតដែលលោកគ្រូអាចចុចទៅវាឆ្លើយបន្តឥឡូវខ្ញុំឧទាហរណ៍ហេតុអ្វីបានជានួនស្ម័គ្រចិត្តហេតុអ្វីបានជានិតស្ម័គ្រចិត្តឲ្យនួនរៀនមិនសូត្របាទបានរៀនសូត្រអញ្ចឹងចុចទៅបាទប្រព័ន្ធ AI របស់យើងនឹងដកសំណួរចម្លើយហ្នឹងចេញតែពីសៀវភៅថ្នាក់ទី6ហ្នឹងមកហើយបាទអញ្ចឹងគ្រូដូចបានឃើញក្នុងវីដេអូគឺចម្លើយវាគឺបានត្រឹមត្រូវល្អមែនតើហើយវាបញ្ជាក់ទាំងទំព័រទៀតទំព័រទី17ដោយសារទី1ស្ថានភាពក្រលំបាកបន្ទាប់ពីឪពុកម្ដាយរបស់ពួកគេបានចែកឋានទៅជីវភាពគ្រួសារបានជួបការលំបាកយ៉ាងខ្លាំងបាទហើយក្នុងនាមជាបងនោះនិតជាបងប្រុសហ្នឹងនិតបានសម្រេចចិត្តឈប់រៀនមួយរយៈដើម្បីទៅឱកាសប្អូនរៀនសូត្របន្តបាទអញ្ចឹងចម្លើយនោះគឺដូចគ្នាទៅនឹងខ្លឹមសារមេរៀនបែបបិទអញ្ចឹងលោកគ្រូអាចយកវាធ្វើជាជំនួយនៅពេលដែលលោកគ្រូត្រូវការអ្វីមួយចេញពីឯកសារណាមួយអញ្ចឹងប្រើប្រាស់វាបានលឿនហើយត្រឹមត្រូវបានមានប្រយោជន៍ខ្លាំងមែនទែនបាទបន្តមកទៀតលោកគ្រូក៏លេចមកមើលផ្ទាំងនៅខាងស្ដាំដៃនេះបាទលោកគ្រូឃើញយ៉ាងច្រើនណាមាន audio review slide deck បាទ video review mind map បាទអញ្ចឹងលោកគ្រូអាចប្រើប្រាស់វាទៅតាមតម្រូវការឥឡូវខ្ញុំសូមចូលទៅសៀវភៅវិទ្យាសាស្ត្រដែលខ្ញុំបានទាញជា mind map ថ្ងៃមុនបាទនេះគឺជា slide ក៏ដូចជាឯកសារផ្សេងៗដែលខ្ញុំបានទាញពី notebook LM អំពី mind map slide video overview ហើយនិង audio overview អញ្ចឹងកន្លែងនេះលោកគ្រូសូមបញ្ជាក់បន្តិចវាអត់មាន font ជាភាសាខ្មែរយើងដើម្បីឲ្យអានជាភាសាខ្មែរទេអញ្ចឹងលោកគ្រូអាចមានបញ្ហាបន្តិចប៉ុន្តែវាអាច generate ទៅជាភាសាអង់គ្លេសបាទទាំងវីដេអូហើយនិងទាំង audio ប៉ុន្តែចំពោះ slide វាអាចចេញជាអង់គ្លេសប៉ុន្តែលោកគ្រូអាចទាញយកវាជា PDF ហើយយកទៅបកប្រែនៅក្នុង Google Translate បានហើយអាចប្រើប្រាស់បានហើយឥឡូវខ្ញុំឧទាហរណ៍លទ្ធផលដែលខ្ញុំបានធ្វើកន្លងមកបាទតកតងទៅនឹងមានបានសិក្សាមានកម្រងសំណួរ quiz បាទហើយខ្ញុំឧទាហរណ៍ចំណុចទី1នេះគឺតកតងនឹង mind map បាទ mind map នេះនៅពេលវា generate ហើយគឺវាផ្ដល់កំណត់ឲ្យយើងអញ្ចឹងកន្លែងនេះលោកគ្រូអាចយកទៅបំផុសគំនិតដល់សិស្សឧទាហរណ៍ថាបរិស្ថានអញ្ចឹងបរិស្ថានលោកគ្រូចុចលើនេះមកវាបើកបង្ហាញផ្លូវមានថាមេឃធាងជាច្រើនដែលតាក់ទងទៅនឹងបរិស្ថានមានធនធានធម្មជាតិអត្ថប្រយោជន៍បញ្ហាប្រឈមនិងខ្លឹមសារសារហើយនៅពេលដែលលោកគ្រូចុចបន្តទៀតវានឹងបំបែកតទៅទៀតធនធានធម្មជាតិនឹងមានអីខ្លះមានដីទឹកព្រៃឈើខ្យល់បាទតមកទៀតលោកគ្រូចុចអត្ថប្រយោជន៍អញ្ចឹងវានឹងបំបែកធាតុតូចជាច្រើនបាទនេះហៅថាជា mind map បាទឥឡូវខ្ញុំសូមឲ្យលោកគ្រូមើលមួយទៀតបាទតកតងទៅនឹង slide
បាទមួយទៀតលោកគ្រូខ្ញុំបង្ហាញអំពីបានសំណួរអញ្ចឹងលោកគ្រូអាច generate នៅក្នុងសៀវភៅសិក្សារបស់យើងហើយឲ្យវាបង្កើតជាបានសំណួរអញ្ចឹងបានសំណួរក្នុងនេះខ្ញុំបង្កើតវារហូតដល់50អញ្ចឹងអានេះដោយសារខ្ញុំបានប្រើវាម្ដងហើយអញ្ចឹងមកវាចេញចម្លើយឥឡូវខ្ញុំសូមចុចទៅខាងដើមបាទលោកគ្រូឥឡូវខ្ញុំសូមបង្ហាញអំពីការសរសេរប្រមមួយទាក់ទងទៅនឹងmind map បាទអញ្ចឹងកន្លែងសោះនេះគឺលោកគ្រូដកស្រង់ចេញពីសៀវភៅណាអញ្ចឹងកន្លែងនេះយើងចុចទៅលើ mind map បាទហើយកន្លែងសោះនេះអញ្ចឹងសោះនេះឧទាហរណ៍លោកគ្រូដាក់សៀវភៅច្រើនហើយអត់ចង់ឲ្យទាញចេញពីសៀវភៅមួយនេះទេចង់ទាញសៀវភៅមួយទៀតអញ្ចឹងលោកគ្រូថិចលើសៀវភៅនោះហើយដោះថិចលើនេះចេញវិញតែដោយសារសៀវភៅរបស់ខ្ញុំមានតែមួយអញ្ចឹងខ្ញុំដកចេញពីសៀវភៅវិទ្យាសាស្ត្រថ្នាក់ទី6តាមទៀតយើងចុច confirm ហើយយើងសេពណ៌នាចូលបង្កើតបាទបានសំណួរអំពីមេរៀនទី5មេរៀនទី4ឲ្យបានត្រឹមត្រូវបាទអញ្ចឹង5របស់យើងគឺងាយសាមញ្ញតាហើយលោកគ្រូចុចទៅលើ generate បាទហើយនេះវាកំពុងតែ generating mind map បាទអញ្ចឹងសូមលោកគ្រូរងចាំបន្តិចបាទអញ្ចឹងនេះជាលទ្ធផលលោកគ្រូបានឃើញហើយអញ្ចឹងខ្ញុំចុចទៅលើ mind map បាទហើយចុចពង្រីកឲ្យធំបាទអញ្ចឹង mind map របស់យើងចេញហើយមេរៀនទី4បរិស្ថានធម្មជាតិវាមានធាតុបង្កនៃបរិស្ថានតំណែងក្នុងបរិស្ថានលំនឹងធម្មជាតិបានសំណួរមេរៀនអញ្ចឹងចំណុចនេះគ្រូអាចធ្វើអញ្ចឹងហើយយកវាទៅដាក់ក្នុង slide PowerPoint បានបាទអញ្ចឹងគឺវាមានសារៈសំខាន់ហើយនឹងទំនើបហើយនឹងលឿនរហ័សហើយស្អាតមែនទែនបាទបាទអញ្ចឹងសង្ឃឹមថាលោកគ្រូយល់អំពីការធ្វើ mind map នៅក្នុង notebook M ហើយចំពោះ report quiz បាទ quiz សំណួរហ្នឹង flashcard ឬក៏ infographic នេះគឺលោកគ្រូធ្វើតាមលំនាំនៃការបង្ហាញរបស់ខ្ញុំមិញទាក់ទងទៅនឹង mind map បាទជំរាបសួរលោកគ្រូចំណុចនេះខ្ញុំសូមបង្ហាញអំពីការ rename file របស់យើង notebook របស់យើងឧទាហរណ៍ថាលោកគ្រូបាទនេះដាក់វិទ្យាសាស្ត្រហើយលោកគ្រូចង់ rename បន្ថែមទៀតអញ្ចឹងយើងចុចលើ track 3នៃ notebook របស់យើងហើយជ្រើសរើសចូលពាក្យ edit title អញ្ចឹងកន្លែងនេះវិទ្យាសាស្ត្រអញ្ចឹងខ្ញុំសូមចង់ថែមទៀតវិទ្យាសាស្ត្រអនុវត្តបាទអញ្ចឹងលោកគ្រូអាច rename ហើយដើម្បីចំណាំទៅខ្លួនឯងបានបាទអញ្ចឹង rename title ទៅដើម្បីឲ្យងាយមើលប៉ុន្តែពេលដែលលោកគ្រូបង្កើតដំបូងវាអត់ទាន់ចេញជា title អីពេញលេញទេអញ្ចឹងលោកគ្រូចូលទៅកែដើម្បីចំណាំលើខ្លួនឯងបាទអញ្ចឹងក្នុងវីដេអូនៃមេរៀន notebook RM គឺមានតែប៉ុណ្្នេះទេបើសិនជាលោកគ្រូមិនតន់នៅចំណុចណាលោកគ្រូអាចstop វីដេអូឬក៏ខានមើលឡើងវិញបានបាទសូមអរគុណសូមជម្រាបលា